So chôn cô là bắt đồng bò និពន្ធដោយលោកសាក់ស៊ីថន បញ្ចូលបទភ្លេងនិងសូរស័ព្ទដោយលោកមីវ៉ាត សម្ដែងដោយក្រុមសិល្បករសិល្បករនីរបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៃក្រសួងព័ត៌មាន តួសម្ដែងក្នុងរឿងនេះមានដូចតទៅ ផ្នែកបរោះសុបិននិងឪពុកម៉ៃដាសម្ដែងដោយលោកអេងភិរុនម៉ៃដានិងឪពុកម៉ាយ៉ានសម្ដែងដោយលោកឌីវណាគ្រីបឿននិងស្រួចសម្ដែងដោយលោកសាក់ស៊ីថនថៅកែសម្ដែងដោយលោកស៊ីបរិញ្ញា ផ្នែកនារីម៉ារ៉ានិងម្ដាយម៉ាយ៉ានសម្ដែងដោយអ្នកនាងជៀមស៊ីណាតម៉ាយ៉ានម្ដាយម៉ារ៉ានិងម្ដាយម៉ៃដាសម្ដែងដោយអ្នកនាងខនសុវណ្ណដាសននិងស្រីរាំងកសាលសម្ដែងដោយអ្នកនាងស៊ុំគឹមហៀបម្ចាស់បំណុលនិងស្រីរាំងកសាលសម្ដែងដោយអ្នកនាងឌៀបសំអាងម៉ាចនិងស្រីរាំងកសាលសម្ដែងដោយអ្នកនាងវងសាវរី អមដោយចម្រៀងពីរបទ បទទី1មានចំណងជើងថាបងបោះឈូងទៅច្រៀងដោយលោកស៊ិនស៊ីសមុទ្រនិងអ្នកនាងរស់សេរីសុធា បទទី2មានចំណងជើងថាដួងនេត្រាច្រៀងដោយលោកសូសារិត សូមអញ្ជើញលោកអ្នកនាងស្ដាប់កំសាន្តភាគទី2នៃរឿងកុលាបបាត់ដំបងដោយមេត្រី អាយ៉ានឈប់សិនកំដៅលឿនពេកមើលឯងឥឡូវនេះមកដូចជាសពូនពេកហើយខ្ញុំដឹងថាអាយ៉ានឯងនេះកំពុងតែមានវិបត្តិផ្លូវចិត្តព្រោះកាលាវត្តកាយនោះគេដណ្ដើមសង្សារឯងតើមែនទេបើឯងដឹងហើយមិនក៏ចាំបាច់សួរណែបងសនបងឯងមិនឃើញទេបងសុបិនគេចិត្តរៀបការជាមួយនាងម៉ារ៉ាស្អីគេនោះហើយតើខ្ញុំសង្ឃឹមអ្វីទៀតទៅអាយ៉ានមកតមកឲ្យកាច់អូយសុំទោសបាទសុំទោសហ៎អូយចាំមិនក៏មកផ្ទះកំភ្លៀងខ្ញុំអញ្ចឹងអាយ៉ានមិនទៅហើយហ្នឹងអត់អីទេហ៎អត់អីទេលោកឯងគ្មានភ្នែកទេហ៎បានជាបើកម៉ូតូមកបុកខ្ញុំអញ្ចឹង ការពិតគឺនាងទេដែលគ្មានវិញ្ញាណខ្លួនឯងនោះ តែផ្ដាច់អ្នកណាគ្មានវិញ្ញាណលោកឯងជិះម៉ូតូមកបុកគេហើយនៅក្រាន់បាទៀតទេ សុំទោសដល់នាងពួកខ្ញុំគ្មានបំណងទេ បានហើយឈប់និយាយពាក្យសុំទោសទៀតទៅ អាចឲ្យពួកខ្ញុំធ្វើម៉េចទៅ តោះបងសាន ហើយសយមែនតែម្ដងនៅមិននៅត្រូវអស់មួយកំភ្លៀងមិនមែនសយទេការពិតគឺឯងបានចំណេញតាចំណេញស្អីគ្នាឃើញឯងដូចតើអោបពីលើស្រីនោះទៀតផងណាអូ ណាយ៉ាងម៉េចទៅក្លិននាងក៏អូបទេណែវើយគ្នាមិនបានហិតក្លិននាងទេភ័យស្ទើរតែលុបព្រលឹងទៅហើយមិនឯងភ័យខ្លាំងណាស់ទៅហ៎ ឯងគឺជាមនុស្សកំសាកញីមែនតែមកហើយនេះគ្នានាំឯងចូលបានម្ដងណាក៏មិនដែលឃើញអញរវីរវល់នឹងពួកស្រីស្រីបនទាំងនោះដែរមិនមែនកំសាកញីដូចបឿនឯងនិយាយនោះទេប៉ុន្តែគ្នាព្រួយបារម្ភចំពោះអនាគតរបស់គ្នាណាចាំបាច់គិតដល់ម្លឹងធ្វើអីអនាគតកាលវានៅខាងមុខទេមិនទាន់ឈានមកដល់ឯណាឯងគិតធ្វើអីគ្នាគួរតែគិតខ្លះដែរព្រោះរឿងអនាគតរបស់មនុស្សម្នាក់ខ្ញុំធ្លាប់ឃើញអស់ហើយជាមួយឆ្នាំមុននេះគ្នាបានតាក់ទងចប់ចិត្តស្រឡាញ់នារីម្នាក់នៅរៀនអនុជាឡៃដាជាមួយគ្នាក្រោយមកនាងនោះក៏ត្រូវឪពុកម្ដាយគេបង្ខំមករៀបការព្រោះគេយល់ថាខ្ញុំជាមនុស្សខិលខូចចាប់តាំងពីថ្ងៃនោះមកគ្នាត្រូវមានវិបត្តិផ្លូវចិត្តរហូតខាតបង់ការសិក្សាចោលទៀតណាហើយសរុបសេចក្តីឲ្យខ្លីទៅយើងជួយអាកាត់ផ្នែកមនោសញ្ចេតនារបស់ឯងបន្តិចចុះគ្នាថារឿងអតីតកាលកុំយកមករំលឹកព្រោះវាបានកន្លងហួសទៅហើយរីឯអនាគតកាលក៏មិនត្រូវយកមកគិតដែរព្រោះវាមិនទាន់មកដល់តែមែនទេបើគិតដល់រឿងអនាគតវាស្មុគស្មាញមែនណាហើយរឿងកំពេចកំប៉ុកទេកុំទៅខ្វល់អីឡើងម៉ូតូមកឯងត្រឡប់ទៅផ្ទះវិញហ្នឹងហើយម៉ារ៉ាអូនម៉ារ៉ា បងស្បិនទេខ្ញុំខំតែថៃ អូនមកតែម្នាក់ឯងទេឯណាអ៊ំស្រីមិនឃើញ ម៉ែគាត់អត់មកទេគាត់នៅផ្ទះគេនៅខាងក្រៅវត្តឯណោះ អញ្ចឹងបានជាបងចូលផ្ទះរកមិនឃើញ ម
មិនក៏បងដឹងថាខ្ញុំមកចំការ បងម៉ៅ5តើអូនទៅអង្គុយលេងខាងនោះសិ ចា អាយ៉ាអ្នកនាងម៉ាចតើបុកអង្គតែម្នាក់ឯងអាយ៉ាបងម៉ៅទៅណាអញ្ចេះបានដៃហើយខ្ញុំចូលទៅសិនម៉ាចម៉ាចឈប់បុកអង្គសិនមើលបុកម្នាក់ឯងអញ្ចឹងមិនលឿនទេឲ្យបងជួយបុកបាន2នាក់ឯងណាហាស បងស្រួលឯងនេះមិនចេះបុកទេ កុំតន់អាលមើលងាយណាចង់ដឹងសាឡមើលមើល ខ្ញុំមិនសាកទេជាមួយបងឯងនោះតែសាកជាមួយនឹងសននោះទេ អូ សាច់អីនេះស៊ីងកនេះទៅ អូយលេងម៉ាច់អង្គចូលមាត់មិនទេនេះ អាឡែកអាឡក់ អូយតិចសងសឹកឥឡូវហ្នឹងណា សាំមក ភ្លេង ហើយ សួរនិយាយអញ្ចឹងមានឃើញសបិនទេ អូបងសុបិនណា ហ្នឹងហើយ រកបងមករាមនៅឯចំការណោះ អូអញ្ចឹងណាអោនតែជាមកខ្ញុំខ្សឹបរឿងមួយ សាប់រឿងអីហ៎ ចង់ដឹងឆាប់អោនភ្លាមមក តោះយើងទៅ បងឯងនេះខូចណាស់ដូចស្បែកខ្ញុំយកទៅថើបខ្ញុំមិនសុខចិត្តទេ អីឈប់ឈប់សិនចង់រតនាហ្នឹង បើតាមខ្ញុំធ្វើអី តាមសម្លឹងវងភ័ក្រដល់ផុសផង់របស់អូនឯងហ្នឹងណា ហេមិនដឹងស្អីទេបងឯងនេះខូចណាស់ អូនគឺជាម្ចាស់នៃដួងចិត្តបងក្នុងកាយភ្នែករបស់អូនគឺមានតែរូបបង អាយ៉ាពីរោះមែនពិតជាពីរោះមែន ពីរោះអស់ សូមឲ្យគូសង្សារទាំងពីរបានជួបគ្នាលុះអមតោអូអមតៈ អូនឃើញទេសំបីតែពួកគេក៏ជួយត្រេកអរនឹងយើងដែរ បងម៉ារ៉ាបងឯងចិត្តដល់ថ្ងៃរៀបការហើយនៅតែខ្ញុំទេមិនដឹងជាថ្ងៃណាទេណោះខ្ញុំម៉ែ មុនក្រោយគ្នាបន្តិចតើកុំព្រួយយ៉ាងហោចណាស់ក៏មានមន់ស្ងោមកគូដែរ បងឯងនេះ តោះទៅផ្ទះជើងវិញ ទៅហ្នឹងណា ទៅ អញ្ចឹងអាម៉ាចាយើងទៅជាមួយគ្នាហ្មង ទៅក៏ទៅ កូនឯងមានរឿងអីបានជាក្រៀមក្រំម្ល៉េះពុកដឹងចិត្តកូនខ្លះហើយតែពុកមិនអាចនិយាយបានណាស់ហើយកាត់ចិត្តទៅកូនសុបិនវាមិនមែនជាគូរបស់កូនទេ ពុកតើពុកមានសិទ្ធិអាចបញ្ឈប់ភ្លេងការនោះកុំឲ្យខ្ញុំលើបានទេ ឲ្យពុកធ្វើអញ្ចឹងមិនកើតកូនមិនស្ដាប់ពុកទេកូនឯងអង្គុយយំតតែស្លាប់ខ្លួនក៏គ្មានប្រយោជន៍ដែរ អាដាបើអញជាឪពុកឯងនេះនិយាយលេងស្ដាប់ទៅហើយនោះថ្ងៃក្រោយឯងប្រកាសជាមានគ្រោះថ្នាក់មិនខានទេ ពុកសុំពុកកុំខឹងនឹងកូនធ្វើអីកូនដែលក្មេងត្រូវការសប្បាយខ្លាំងកុំខឹងនឹងកូនណាពុកពីម្សិលមិញមិត្តភក្តិកូនគេហៅទៅលេងសាប់សាមឈ្នះបាន2-30000ដែរណាពុកយកទៅ កោតនិយាយអញ្ចឹងទៅកើតអញអត់ត្រូវការប្រាក់របៀបនេះទេ ពុកយកទៅ ពុកមិនយកទេ ពុកសុំទៅសិនហើយ ឈប់សិនឯងគិតទៅណាជាមួយអាចោមសិទ្ធនឹងទៀតហើយហ៎ គេជាមិត្តល្អរបស់ខ្ញុំតើពុក មិនមែនទេវាជាមនុស្សអាវ៉ាសែកូនឯងឈប់ដើរជាមួយវាទៅ ដែរណែឆាំតិចឡើងគ្នាចាំឯងយូរហើយណា ឯងទៅណាទៀតហើយអាដា កូនមានការទៅក្រៅមួយផ្លេតណា ហើយ ក
កូននេះពិបាកមែន ម៉ារ៉ាបងមិនដឹងជាមាននិស្ស័យអីជាមួយអូនទេទើបបណ្ដាលឲ្យបងចេះតែស្រឡាញ់អូន អូនក៏អញ្ចឹងដែរគឺព្រោះតែស្បែករបស់អូនធ្លាក់ទៅលើដៃបងទើបអូនមានចិត្តទៅលើបងណា នេះប្រហែលជាយើងទាំងពីរនាក់ជាគូនឹងគ្នាហើយទើបបងរើសបានស្បែករបស់អូនដែលមិនដែលតាមទឹកហើយបងថែរក្សាវាទុកជាប់នឹងខ្លួនជានិច្ច ត្រង់នឹងហើយដែលជំរុញឲ្យចិត្តអូនផ្ញើកាយបរិសុទ្ធរបស់អូនមកជាប់និស្ស័យជាមួយនឹងបងកុំឲ្យបងកេងសម័យក្នុងសបិនទៀតណា សួស្តីសុបិន អូសួស្តីដែរ យើងទាំងពីរឈប់រៀនមកបែកគ្នារហូតមិនដែលបានជួបមុខគ្នាសោះ មែនហើយដែរឯងសុខសប្បាយទេ សុខសប្បាយជាធម្មតាទេជុំនេះជាប្រពន្ធឯងមែនទេសុបិន ត្រូវហើយម៉ារ៉ានេះជាមិត្តភក្តិរបស់បងគេឈ្មោះដា ជំរាបសួរ បាទគ្នាភ្លេចណែនាំឲ្យឯងស្គាល់ម្នាក់នេះគេជាមិត្តភក្តិរបស់ខ្ញុំឈ្មោះបឿនគេជាមនុស្សហឺហាណា សួស្តី បាទសួស្តី ដែរឥឡូវឯងធ្វើកាយដែរ ពេលនៅផ្ទះជួយធ្វើការឪពុកម្ដាយមានពេលខ្លះចំណាយឱកាសអង្គុយលេងល្បែងជួនឈ្នះជួនចាញ់មិនជាអស្ចារ្យទេ ណែអាដានឹកក៏ជួបគ្នាអស់ចិត្តហើយនៅនោះគ្នាមានការបញ្ញាផងណាសុបិនគ្នាលាឯងសិនហើយណាចាំថ្ងៃក្រោយយើងមានពេលមកលេងនឹងឯងម្ដងទៀតណា ទៅចុះ ម៉ារ៉ាខ្ញុំលាសិនហើយ ចាអញ្ជើញ ខ្ញុំលា ចា បាទជើ ហើយគួរអស្ចារ្យមែនហ្មងហើយនេះប្រពន្ធសុបិនមិត្តភក្តិរបស់ឯងនេះចំជាស្អាតមែនទេហ្មងហើយគ្នាដូចជាចន្លោះភ្នែកកុំម្ដុំនេះមិនគួរបានទៅគេសោះសោយមែនហ្មងហើយយ៉ាងម៉េចឯងស្ដាយមែនទេត្រូវហើយគ្នាចេះស្រឡាញ់ស្រីច្រើនមកហើយតែមិនដែលឃើញស្រីណាស្អាតដូចជានាងនេះទេណែអាបឿនប៉ុន្មានថ្ងៃនេះឯងនាំគ្នាដើរលេងជ្រុលបន្តិចហើយលុយក៏អស់ចាយម្ដាយគ្នាក៏បន្ទោសខ្លាំងណាស់វើយ៉ាងម៉េចដើរលេងវាពិបាកណាស់ទៅហ៎បើពិបាកខ្លាំងលើក្រោយមិនបាច់ដើរលេងជាមួយគ្នាទៀតទេ នេះម៉ែវាឲ្យទឹកខ្ញុំផឹកបន្តិចមក ចាពុកវាសម្រាប់សិនទៅចាំខ្ញុំទៅដងទឹកមកឲ្យណាហោពិសាទៅ កូនអកតញ្ញូនោះខ្ញុំខំស្រឡាញ់វាថ្នាក់ថ្នមតាំងពីតូចរហូតដល់ធំឥឡូវវាខ្លាចទៅជាមនុស្សអាវ៉ាសែសែបគប់និងមនុស្សពីលតើឲ្យខ្ញុំសង្ឃឹមអីទៀតណា ណាហើយកុំគិតវាទៀតបណ្ដោយតាមយថាកម្មវាទៅចុះណាបើយើងទូលមានវាមិនស្ដាប់ទៅហើយនោះ ម៉ែពុកចំណេញហើយហ្នឹង នៅសួរធ្វើពើទៀតអាដាឯងឃើញពុកឯងឈឺទេហា ពុកមិនស្រួលហ៎ អាដាឯងមិនមែនជាកូនអញទេអញចិញ្ចឹមឯងដូចចិញ្ចឹមឆ្កែបំបងបាយអញ្ចឹងឯងគិតតែពីដើរសប្បាយហឺហាបំផ្លាញប្រាក់ក្នុងផ្ទះតើប្រាក់ 50000 នោះឯងយកទៅណា សូមពុកអភ័យទោសឲ្យខ្ញុំផងប្រាក់នេះខ្ញុំឲ្យអាបឿនវាខ្ចីហើយ ឯងចិត្តធំណាស់ប្រាក់អញខំរកស៊ីសន្សំបែកញើសហូចជាឈាមឯងហ៊ានលួចយកគ្មានប្រាប់អញមួយម៉ាត់ឯងមិនសមមកជួបមុខអញទៀតទេទៅថយឲ្យឆ្ងាយពីមុខអញទៅអញអត់ត្រូវការកូនថោកទៀតដូចឯងនេះទេទៅ អាដាឯងគិតតាណាទៀតហើយ គុំធលឲ្យតម្លៃ30,000 50,000ក៏អញឲ្យដែរណាពុនទៅណាឲ្យតែអញពុនចិត្តហ៎ ថៃកែសូមទុកចិត្តលើខ្ញុំចុះផ្នែកខ្ញុំមើលហើយប្រកាសជាមិនខុសទេ អញត្រូវការ នាងម្នាក់នោះឈ្មោះម៉ារ៉ា អូ បើសិនជាតកែបាននាងនោះមកនៅក្នុងបារនេះ
បាទថកែប្រកាសជាមានម៉ួយដុំច្រើនណា ល្អអញរងចាំឯង3ថ្ងៃឯងត្រូវចាត់ការរឿងនេះឲ្យបានណាតែប្រាក់ចាំអញគិតគូរឲ្យតាមក្រោយយ៉ាងម៉េច លោកថកែឲ្យខ្ញុំសុំជ័យខ្លះសិនណា បាទនេះអញឲ្យឯង 10,000 រៀល បាទខ្ញុំអរគុណហើយថកែខ្ញុំលាសិនហើយ អោ ថកែសង្ឃឹមទុកចិត្ត អញសង្ឃឹមហើយ បាទខ្ញុំនឹងចាត់ការរឿងនេះឲ្យបានសម្រេច មកអង្គុយសំកប់អីយ៉ាបែកប្តីបន្តិចបន្តួចព្រួយចិត្តទេ ម៉ែ ម៉ែចំពាក់ប្រាក់គេមកកំណោមិនជួយព្រួយសងគេទេទុកខ្លួនទំនេរអង្គុយនឹកប្តីវាមានប្រយោជន៍អីហ៎ ម៉ែសុំម៉ែឈប់លេងល្បែងទៀតទៅថ្ងៃក្រោយម៉ែអស់ចំពាក់គេទៀតហើយ យើហ៊ានមកបដៅម៉ែផងហ៎ចំណាស់ម៉ែទៅហើយធ្វើដល់ជាម៉ែឯងទៀតនៅថាម៉ែនឹងឈួតទៀតហ៎ មិនអញ្ចឹងទេម៉ែ យើនេះកូនចង្រៃម៉ែរៀបការឲ្យឯងក៏ព្រោះតែម៉ែចង់បានប្រាក់បណ្ដាការយកទៅសងគេដែរនាងឯងដឹងទេថ្ងៃរៀបការភ្ញៀវមកកំណោមកស៊ីខ្លះរត់តែចំណងដៃមួយរៀលគ្មានផងតើម៉ែបានប្រាក់ប្រមាណយកទៅសងគេទៅ ម៉ែមិនក៏ម៉ែមានប្រសាសន៍អញ្ចឹង នៅមិនឲ្យម៉ែនិយាយទៀតទេប្តីឯងចេញទៅធ្វើទាហានតើវាបានប្រាក់ខែប្រមាណរៀលយកមកចិញ្ចឹមឯងហ៎ ម៉ែរឿងប្រាក់ខែជាតម្លៃតិចតួចទេសំខាន់គឺជួយការពារប្រទេសជាតិណាម៉ែ ជាតិស្អីទៅជាតិហ៎ឯងអត់ស៊ីជាតិអាចជួយឯងបានទេ ម៉ែសូមម៉ែស្ដាប់កូនសិនម៉ែគូគិតមើលបើយើងមានប្រាក់ទុកឲ្យប្រទេសជាតិយើងលិចលង់ទៅជាខ្ញុំគេតើប្រាក់មានប្រយោជន៍អីដល់ពេលនោះអ្នកមានប្រាក់ច្បាស់ជាយំស្ដាយប្រាក់ជាមិនខានឡើយ ឈប់និយាយទៅម៉ែស្ដាប់មិនចូលទេឥឡូវត្រូវជួយគិតមើលតើឲ្យម៉ែទៅរកប្រាក់ឯណាយកមកសងគេ ម៉ែជំពាក់គេអស់ប្រមាណ ម៉ែលងខ្លួនជ្រុលបន្តិចហើយមុននោះជំពាក់តែ 30,000 ទេតែឥឡូវឡើង 50,000 ទៅហើយបើកូនមិនជួយម៉ែទេម៉ែប្រកាសជាចងកស្លាប់ហើយណា ខ្ញុំមិនដឹងជាតរកណាទេម៉ែយើងមានសល់ទុកតែមួយបានលក់ទៅតើបានអីទៅរកត្រីសាច់ទៀតម៉ែសុំគេពញាពេលបន្តិចទៀតទៅចាំប្តីកូនត្រឡប់មកវិញចាំគិតទៀតណាម៉ែ ហើយអ្នកនាងឈប់សិន អូពូឲ្យខ្ញុំហ៎ បាទនាងប្រហែលជាភ្លេចខ្ញុំហើយមើលទៅ អូខ្ញុំនឹកឃើញហើយគឺពូឯងនឹងហើយជិះម៉ូតូប៉ះខ្ញុំថ្ងៃមុនមែនទេ បាទត្រូវហើយ ចុះពូគិតទៅណាដែរ ភូមិនេះខ្ញុំធ្លាប់ចេញចូលលេងជាញឹកញាប់ថ្ងៃនេះទំនេរក៏ដើរមកលេងទៅចៃដន្យស្រាប់តែឃើញនាងទៅម្ដង ចុះបងប្រុសម្នាក់ទៀតមិនក៏មិនឃើញមកផង គេមានធរៈឪពុកឈឺនៅផ្ទះគេមិនបានមកទេអើចុះនាងមកពីណាដែរហ្នឹង ចាខ្ញុំទៅមកពីផ្សារ អូអញ្ចឹងតាបានជាមានយូរអីវ៉ាន់ផងអត់ទៅនាងមានស្គាល់ឈ្មោះមារាទេ ចាខ្ញុំស្គាល់ដែរតែមិនបានទៅស្និទ្ធស្នាលនឹងគ្នាទេពូមានការតាក់ទងគេមែនទេ អត់ទេតែខ្ញុំត្រូវជាមិត្តភក្តិប្តីរបស់នាងខ្ញុំលើថាប្តីរបស់នាងទៅធ្វើជាទាហានហើយមែនទេ ចាត្រូវហើយ នាងអាចជូនខ្ញុំទៅលេងផ្ទះនាងនោះផងបានទេ ចាមានទោះខុសអីពូគិតទៅឥឡូវហ្នឹងហ៎ បាទខ្ញុំចង់ទៅឥឡូវនេះ អញ្ចឹងឆ្លងទូកនៅកំពង់ខ្ញុំឯនោះក៏បានដែរណា បាទអញ្ចឹងក៏ល្អដែរ នោះម៉ារ៉ាគេកំពុងធ្វើអីនៅមុខផ្ទះឯនោះ នាងចូលទៅមុនទៅ អេម៉ារ៉ា អូអាយ៉ានមកចូលលេង ណែម៉ារ៉ា ចាំម៉េច ពូនោះគាត់ថាជាមិត្តភក្តិនឹងប្តីឯងណាគាត់ពឹងគ្នាឲ្យជូនមក គេមានការអីហ៎ គ្នាក៏មិនដឹងដែរម៉ារ៉ាឯងសួរគាត់ទេ សួស្តីនាង ចាជំរាបសួរ បាទ អញ្ចឹងអង្គុយពូមានការអីចង់ជួបប្តីខ្ញុំហ៎ អត់ទេណាខ្ញុំលើថាសបិនគេចូលធ្វើទាហានមែនទេនោះ ចាត្រូវហើយ គួរស្ដាយដែរខ្ញុំមកមិនទាន់បើមកទាន់ខ្ញុំប្រកាសជាខាត់មិនឲ្យទៅទេខ្ញុំចង់ជួយឲ្យទៅធ្វើការជាមួយខ្ញុំម្ដងវិញមានប្រាក់ខែច្រើនជាងធ្វើទាហានទៅទៀតណា ពូធ្វើការអីដែរសប្តាហ៍ថ្ងៃនេះ ខ្ញុំ ចា ខ្ញុំធ្វើការនៅរេស្តូរ៉ង់
ថាកែនោះត្រូវការជ្រើសរើសបុគ្គលិកស្រីម្នាក់និងប្រុសម្នាក់ហើយប្រាក់ខែគេក៏ឲ្យច្រើនគួរសមដែរ ណែមួយខែគេឲ្យប្រាក់ខែប្រហែលដែរពូ $150គ្រាន់បើជាងប្រាក់ខែទាហានផង ការងារក្នុងនោះគេឲ្យធ្វើអ្វីខ្លះទេ មិនជាធួនធ្ងរអីទេគ្រាន់តែជួយបម្រើភ្ញៀវបំណងដែលខ្ញុំមកនេះគឺចង់បានអ្នកទាំងពីរឲ្យចូលទៅធ្វើការតែបែរជាមិនជួបទៅវិញគួរស្ដាយណាស់ ខ្ញុំសូមអរគុណពូច្រើនណាស់ដែលបានជួយនៅដំណឹងនេះមកឲ្យខ្ញុំនេះចាំមើលម៉ែខ្ញុំមកសិនខ្ញុំសូមគាត់ទៅធ្វើការដែរតើបានទេពូ គ្មានទោះខុសអីទេខ្ញុំធានាជួយបានអត់អីទេ ណអ្នកមីងគាត់អញ្ជើញមកហើយ ណាមីងជំរាបសួរ ចាជំរាបសួរក្មួយទៅណាមកណាដែរ បាទខ្ញុំមកលេងជាមួយសុបិនគេជាមិត្តភក្តិរបស់ខ្ញុំ អូអញ្ចឹងទេ បាទ ម៉ែខ្ញុំចង់ទៅរកការធ្វើនឹងគេម៉ែថាមិនដែរទេ ធ្វើការអីទៅកូន នេះពូខាងនេះគាត់ធ្វើការនៅរេស្តូរ៉ង់គាត់ថាគេត្រូវការស្រីម្នាក់និងប្រុសម្នាក់ប្រាក់ខែមួយខែ$150ណាម៉ែ យីប្រាក់ខែច្រើនម្លឹងផងល្មមចូលធ្វើនឹងគេទៅកូនមែនហើយម៉ារ៉ាឯងគួរទៅចូលទៅធ្វើការនោះទៅបើបានគាត់ជួយឯងអញ្ចឹងសំណាងហើយណាណែក្មួយមីងមិនថាអីទេតែមីងចង់បានប្រាក់ខ្លះមុនតើក្មួយអាចជួយនិយាយជាមួយថៅកែគេឲ្យមីងផងបានទេ មិនទោះខុសអីទេណាមីងចាំខ្ញុំជួយនិយាយក៏បានដែរ អញ្ចឹងក្មួយគិតឲ្យម៉ារ៉ាទៅថ្ងៃណា ស្អែកនេះខ្ញុំនឹងយកម៉ូតូមកទទួលហើយស្លៀកពាក់ឲ្យបានស្អាតបាតផងលើទេ ចាមិនអីទេ អញ្ចឹងខ្ញុំគិតសុំលាអ្នកទាំងអស់គ្នាសិនណា ចាអញ្ជើញចុះ អាយ៉ាណា ចា នាងមិនទាន់ត្រឡប់ទៅវិញជាមួយខ្ញុំទេ ចាលោកពូអញ្ជើញទៅមុនខ្ញុំចុះណា បាទ ធ្វើការល្អជាមនុស្សគ្រាន់បើមែន ខ្ញុំធ្វើការមិនដែលខកខានទេតែទុកចិត្តចុះ ការពិតអាបឿនវាជាមនុស្សអាក្រក់មិនគួរសេពគប់មែនឪពុកម្ដាយខ្ញុំនិយាយមិនខុសទេស្រីម្នាក់ដែលជាប្រពន្ធរបស់មិត្តភក្តិខ្ញុំវាហ៊ានយកមកលក់ខ្ញុំមិនត្រូវជួបវាជាមិត្តជាទេជួបឯងកន្លែងណាវាយឯងកន្លែងហ្នឹងការពិតអាបឿនវាជាមនុស្សអាក្រក់មិនគួរសេពគប់មែនឪពុកម្ដាយខ្ញុំនិយាយមិនខុសទេស្រីម្នាក់ដែលជាប្រពន្ធរបស់មិត្តភក្តិខ្ញុំវាហ៊ានយកមកលក់ខ្ញុំមិនត្រូវជួបវាជាមិត្តជាទេជួបឯងកន្លែងណាវាយឯងកន្លែងហ្នឹង អ្នកណាគាត់ទ្វា អូ គឺខ្ញុំថៅកែរបស់នាងណា អញ្ចឹងចោលតកែ បាទនាងមានយល់ពីអធិស្ឋានរបស់ខ្ញុំទេ ខ្ញុំជាមនុស្សថ្មីនៅមិនទាន់ដឹងថាតកែមានអធិស្ឋានអីចំពោះនាងខ្ញុំទេ ចំជាមិនយល់ការមែននាងមានសម្រស់ឯខ្ញុំមានប្រាក់ណែលាក់បាំងអីខ្ញុំត្រូវការរូបនាងណា ថាម៉េចលោកត្រូវការរូបខ្ញុំ យ៉ាងម៉េចសម្ដីខ្ញុំធ្វើឲ្យនាងភ្ញាក់ផ្អើលណាស់ទៅនាងសុំខ្ចីលុយខ្ញុំ 100000 តែខ្ញុំត្រូវការនាងខ្ញុំឲ្យនាង 20000 នាងត្រូវតែកំដរខ្ញុំណា នេះប្រាក់នាងយកទៅ ទេលោកកុំធ្វើប្តីផ្ដាំណាខ្ញុំអត់ត្រូវការប្រាក់លោកទៀតទេកុំចុះមកចិត្តខ្ញុំឲ្យសោះ បើនាងមិនត្រូវការប្រាក់នាងមកធ្វើអី ខ្ញុំមកធ្វើការមិនមែនមកលក់ខ្លួនទេសូមលោកកុំយកច្រឡំឲ្យសោះណា មកធ្វើការខ្ញុំឲ្យនាងធ្វើការយ៉ាងស្រណុកបំផុតគ្មាននាងហត់លីសែងទេនាងគ្រាន់តែជួយអុំទូកមនុស្សសញ្ចេតនាជាមួយប្រុសវាបានទៅហើយ ខ្ញុំមិនព្រមទេមិនព្រមជាដាច់ខាត ទោះជានាងមិនព្រមក៏ត្រូវតែព្រម ឡាញខ្ញុំ ខ្ញុំនាង ឡាញខ្ញុំជួយផងឡាញ ភាគទី2នៃរឿងកុលាបបាត់ដំបងដែលប្រិយមិត្តទើបបានស្ដាប់កំសាន្តអំបញ្ញមិញនេះសូមឆ្លេះតែប៉ុណ្ណេះសិន